សួស្តីកូនកូនទាំងអស់គ្នាដោយសារតែនៅក្នុងភូមិរបស់យើងមានខ្មោចលងច្រើនពេកថ្ងៃនេះតាសុកនឹងប្រាប់ពីវិធីកុំឲ្យខ្មោចលងជំយាបាត់អាចេតណាហើយអាជួយដូចគ្នាអាចេតមកសោះនេះអូយ៉ាអាចេតប្រាប់ថាវាអត់បានមកទេដោយសារវារវល់ជួយលាងចានលាងឆ្នាំងម៉ែវាហ្នឹងណាសូមកូនកូនរក្សាភាពស្ងៀមស្ងាត់ប្រសិនបើកូនកូនដើរសុកស្រាប់តែឮសំឡេងមួយនៅក្នុងព្រៃឬក៏សំឡេងអ្វីដែលចម្លែកកូននាំគ្នារត់កុំនៅតតាំងជាមួយវាអីព្រោះថានោះគឺជាខ្មោចលងហើយជំយាតាសុកបើសិនជាយើងដើរតាមផ្លូវយើងឃើញស្រីស្អាតកំពុងតែដើរអីតើនាងគឺជាខ្មោចឬក៏ជាមនុស្សទៅនោះជាការពិតណាស់នាងគឺជាខ្មោចហើយព្រោះថាមនុស្សស្រីឯណាតែដើរកណ្ដាលផ្លូវកណ្ដាលយប់ម្នាក់ឯងយីកូនត្រូវចាំថាបើសិនជាដើរឬក៏ជិះម៉ូតូជួបស្រីនៅកណ្ដាលផ្លូវទៅពេលយប់ស្ងាត់កូនត្រូវតែដប់នាងមកឲ្យតាព្រោះថាតាជាគ្រូចាប់ខ្មោចទុំតាបោកពួកខ្ញុំឯងពីណាគេចាប់ខ្មោចទាំងកតាយំខ្មោចស្រីទៀតសង្ស័យតែតាយកទៅធ្វើអីផ្សេងមកងារទេតាចាប់យកនាងដាក់ចូលក្នុងកឡហ្នឹងអញ្ចឹងថ្ងៃនេះពួកយើងសម្រេចថាប៉ុណ្ណឹងសិនហើយចាំថ្ងៃក្រោយចាំជួបគ្នាទៀតពេលណាយើងជួបគ្នាទៀតទៅតារដូវផ្ការីកឆ្នាំក្រោយហេអាជួយអញគិតដូចអញអត់អញសង្ស័យតែតាសពកាត់បោកពួកយើងណាអញគិតអញ្ចឹងតែម៉ែណាឃើញស្រីស្អាតនៅម្នាក់ឯងកណ្ដាលផ្លូវហើយយកទៅឲ្យគាត់ចាញ់បោកកាត់សតហើយជុំមើលពុតវត្តឯងហ្នឹងវាចាញ់បោកអញផងចាំមើលអញធ្វើខ្មោចឡងឲ្យវាបាក់សក់អ៊ុតស្រូបនឹងហ្មងជុំនិយាយអញ្ចឹងពួកយើងចេញពីផ្ទះដោយយូរដែរនេះគិតដល់គ្នាដើរទៅផ្ទះវិញហីពួកអាដែងពួកឯងកំពុងធ្វើអីនឹងម៉ាញ់មានឬសលេងអីអត់អញលឺពីក្នុងកពូលព្រៃមកតិចរឿងតាសគាត់និយាយថាមានខ្មោចជារឿងពិតប្រាកដមែនទៅបើសិនជាមានមែនណាអញ្ចឹងពួកយើងមានតែក្បាច់ម៉ែចែកឲ្យទេចុះមកព្រឺអញរត់លឿនម្ល៉េះចាំអញផងមើលអានេះជួយយាវារត់លឿនទេពូម៉ាអញសុំតែមុនហើយអញខ្លាចណាស់វើយឈូពួកឯងចង់រត់ទៅណាចាំយើងផងអូអត់ទេទៅណាអត់នៅទេណែថ្ងៃក្រោយរៀងកុំឲ្យចូលជាមួយតាសុកធ្វើបាបម្ដងចឹងមិនដែរឥឡូវជឿតាសុកអត់ថាមានខ្មោចឡងអញបោកពួកវាសោះពួកវារត់ទៅអស់អាលីង